បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅមេរៀនបន្ទាប់ទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធី Microsoft Word 2024បាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរអំពីរបៀបនៃការប្រើប្រាស់ formatting paragraph ដែលយើងនិយាយជាភាសាខ្មែរថាការកំណត់កថាខណ្ឌបាទអញ្ចឹងការប្រើប្រាស់ formatting paragraph យើងប្រើដើម្បីអីអ្នកនាងណាគឺយើងប្រើដើម្បីធ្វើការកំណត់គម្លាតពីអត្ថបទមួយទៅអត្ថបទមួយជាលក្ខណៈ paragraph ឬក៏ជាពីបន្ទាត់មួយទៅបន្ទាត់មួយឡើយហ្នឹងណាបាទចុះវិធីសាស្ត្រនៃការធ្វើទី1គឺអ្នកនាងទៅកាន់ home tab អ្នកនាងចុចជ្រើសរើសនៅក្នុងកន្លែង paragraph មកនៅក្នុងក្រុម paragraph បាទហើយតទៅទៀតវានឹងចេញទម្រង់បែបនេះអ្នកនាងណាបាទហើយអ្នកនាងអាចធ្វើការកំណត់គម្លាតបាទឬក៏ indentation ទៅក្នុងការចូលបន្ទាត់អ្នកនាងណាបាទហើយបន្តមកទៀតយើងធ្វើការរើសគម្លាតយើងចង់បានយើងចុច OK មកបាទនេះនៅក្នុងលក្ខខណ្ឌនេះណាយើងមាន single មាន1.5 line មាន double at least extra multiple ចឹងនៅក្នុងកន្លែងហ្នឹងផងដែរអ្នកនាងយើងអាចកំណត់នៅខាងក្រៅក៏បានតោះឥឡូវយើងទៅមើលពីរបៀបនៃការធ្វើទាំងអស់គ្នាបាទអញ្ចឹងដំបូងខ្ញុំមានឯកសារឬក៏កថាខណ្ឌឬក៏អត្ថបទមួយសិនបាទអញ្ចឹងខ្ញុំសូមប្រើប្រាស់នៅ format Panther ដើម្បីឲ្យឃើញរឿងនេះតិចអ្នកនាងណាបាទអូខេសុំម្ដងទៀតណាបាទខ្ញុំ format Panther មិញវាជ្រុលឡើងលើបាទអញ្ចឹងខ្ញុំ format Panther ឡើងនេះដើម្បីឲ្យវាគំនិតស្មើគ្នាសិនបាទអញ្ចឹងនៅក្នុងកន្លែងនេះបាទឧទាហរណ៍ថាឥឡូវខ្ញុំនៅកន្លែងនេះខ្ញុំដាក់active ឬក៏ cursor ណានេះណា cursor ឬក៏ insertion point នៅក្នុង paragraph ទី1បាទអញ្ចឹងខ្ញុំចូលទៅក្នុងកន្លែងនេះបាទនៅក្នុងកន្លែងនេះយើងអាចធ្វើការ add space after paragraph add space before paragraph មានថាយើងចុចមកយើង add វាលើវិញនេះឧទាហរណ៍ថាឥឡូវខ្ញុំមានអត្ថបទមួយចេះខ្ញុំមានអត្ថបទមួយនៅពីលើឬក៏ខ្ញុំមាន paragraph មួយទៀតពីលើចឹងទៅខ្ញុំ enter សិនមកអញ្ចឹងនៅពេលដែលខ្ញុំធ្វើការកំណត់នេះណាឧទាហរណ៍ខ្ញុំធ្វើការបន្ថែមខ្ញុំថា remove add space មិញខ្ញុំ add ទៅវាចេញខាងលើមិញណាបាទអញ្ចឹងនេះគឺកំណត់របស់វាធំអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំទៅ remove ចោលខ្ញុំទៅ remove space នេះមកវាកប់ឡើងទៅលើវិញអានេះមួយទៀតយើង remove ទៅឆ្ងល់តែវាមិនកប់អ្នកនេះណាមូលហេតុដោយសារវាជាប់ឡើងមួយទៀតណាបាទអញ្ចឹងវាជាប់ remove space after អញ្ចឹង before នៅខាងលើ after នៅក្រោមគេតើឥឡូវខ្ញុំទុកវាតិចសិនទៅបាទមួយទៀតតកតងទៅនឹងការកំណត់គម្លាតកថាខណ្ឌអ្នកនេះណាឬក៏ line របស់យើងអ្នកនេះអាចធ្វើការចុចឡើងនេះអ្នកនេះអាចធ្វើការរើសមកទំហំប៉ុណ្ណាយើងចង់បាននៅក្នុងកន្លែងហ្នឹងណាបាទឬក៏យើងចូលទៅកំណត់កន្លែង spacing បាទឥឡូវខ្ញុំបញ្យល់ទៅអ្នកនេះតកតងខាងលើបន្តិចបាទ general នេះគឺសំដៅទៅលើការកំណត់ឬក៏ alignment អ្នកនេះណាយើងអាចប្រើលើនេះក៏បានណាយើងអាចប្រើលើនេះបាទអាចប្រើលើនេះបានបាទអញ្ចឹងឧទាហរណ៍ឥឡូវតម្រឹមឆ្វេងខ្ញុំចុច OK មកអញ្ចឹងវាចូលលើនេះអញ្ចឹងយើងចុចលើនេះมันលឿនជាងបាទចុចលើនេះលឿនជាងណាបាទយើងចុចកន្លែងនេះបាទអញ្ចឹងយើងឡើងទៅបាទអ្នកនេះចង់យល់បន្ថែមតកតងទៅនឹងការកំណត់ឬក៏កន្លែងនេះអ្នកនេះអាចទៅមើលវីដេអូមុនដែលខ្ញុំបានធ្វើការបង្កើតឬក៏បង្ហាញអ្នកនេះរួចហើយតកតងទៅនឹងការប្រើប្រាស់នៅ alignment text បាទអញ្ចឹងនៅក្នុងកន្លែងនេះបាទខ្ញុំចូលទៅក្នុងកន្លែងនេះវិញបាទអ្នកនេះមើលកន្លែងពាក្យថា indentation នេះគឺសំដៅទៅលើការកំណត់ការចូលបន្ទាត់នេះណាឧទាហរណ៍ថាឥឡូវខ្មែរយើងនិយាយពីឧទាហរណ៍ថាយើងសរសេរមកយើងត្រូវចូលបន្ទាត់ចេះបាទចាប់តាមបន្ទាត់ចូលបន្ទាត់បាទតែភាសាអង់គ្លេសអត់ទេអ្នកនេះណាអញ្ចឹងនៅពេលដែលយើងចាប់តាមបន្ទាត់យើងគម្លាតគ្នារៀងឆ្ងាយបន្តិចយើងដឹងថាអូនេះកថាខណ្ឌ1កន្លែងនេះកថាខណ្ឌ1កន្លែងកថាខណ្ឌ1ចំពោះភាសាអង់គ្លេសបាទខ្មែរយើងសម្គាល់តាមរយៈការចូលបន្ទាត់ចូល tab ហ្នឹងចូលបន្ទាត់ណាបាទនៅក្នុងកន្លែងហ្នឹងខ្ញុំចង់បង្ហាញអ្នកនេះតកតងទៅនឹងកន្លែងនេះបាទបើសិនជាខ្ញុំដាក់1ឧទាហរណ៍ថាខ្ញុំដាក់1សង់ទីម៉ែត្រអញ្ចឹងមានថា paragraph មួយនេះវានឹងចូលទៅទាំងអស់អញ្ចឹងដំណងបែបនេះបាទអញ្ចឹងមួយទៀតបើសិនជាខ្ញុំដាក់ខាងក្រោយនេះខ្ញុំដាក់ទៅ after text នេះដាក់មួយដូចគ្នាអញ្ចឹងវានឹងធ្វើការរុញខាងនេះម្ដងអូខេនេះរុញចេះបាទចុះបើខ្ញុំចង់មកធម្មតាវិញអ្នកនេះណាយើងចូលទៅលុបលេខ1ដល់លេខ0មកហើយមកលេខ0និង2មកអូខេណាចុចមកធម្មតាវិញតែឥឡូវកន្លែងនេះដែលខ្ញុំចង់បង្ហាញអ្នកនេះគឺទាក់ទងទៅនឹងការប្រើប្រាស់ជាមួយនឹង first line ហើយនិង hanging នេះបាទអញ្ចឹងនៅពេលដែលខ្ញុំកំណត់តែ first line ឧទាហរណ៍ថា default វាគឺ 1.27 អូខេឥឡូវខ្ញុំដាក់ 1.27 សិនទៅអូខេអញ្ចឹងវានឹងចូល tab ទម្រង់បែបនេះណាបាទហើយយើងអាចចូល tab នៅបានតាមរយៈការចុច tab ក៏បាននេះណាតាមរយៈការចុច tab ក៏បានឬក៏អ្នកនេះទៅកំណត់បែបនេះក៏បានបាទកំណត់ឡើងនេះ
បាទកំណត់ដោយសារខ្ញុំដាក់នៅក្នុង paragraph មួយទៀតដល់ពេលទៅវាអត់ស្គាល់ណាអ្នកនេះណាបាទអញ្ចឹងអ្នកនេះទៅកំណត់ឡើងនេះមួយទៀតតកតងទៅនឹងកន្លែងhanging នេះបាទ hanging នេះមានថាវានឹងចូលកថាខណ្ឌទាំងមូលអ្នកនេះណាប៉ុន្តែខាងលើវាអត់ចូលទេវាចូលកថាខណ្ឌខាងក្រោមហើយវាចូលបន្ទាត់ខាងក្រោមទាំងអស់ប៉ុន្តែបន្ទាត់លើអត់ទៅវិញអ្នកនេះណាវាចូលទៅជាក្នុងបែបនេះបាទអញ្ចឹងនេះគឺលក្ខណៈខុសគ្នារវាងតកតងទៅនឹងការប្រើប្រាស់ជាមួយនឹងបាទ indentation បាទអញ្ចឹងខ្ញុំដូរទៅណានវិញទៅវាទៅធម្មតាវិញអូខេតាមួយទៀតនៅក្នុងកន្លែង spacing នេះបាទអ្នកនេះនឹងឃើញ or after ប៉ុណ្ណេះមានន័យថាខាងលើនេះបាទអត់សំទោសខាងក្រោមនេះណានេះដោយសារខាងលើខ្ញុំ remove ចោលបាត់នេះណាខាងលើខ្ញុំ remove ចោលជាមើលទៅយកមានខាងលើជាមើលខាងក្រោមណាបាទអានេះដោយសារវាជាប់នៅខាងក្រោមនេះឥឡូវខ្ញុំចូលទៅកថាខណ្ឌកណ្ដាលនេះវិញដើម្បីធ្វើការទាញភ្ជាប់ឡើងនេះបាទអញ្ចឹងនៅក្នុងកន្លែងនេះគឺមានន័យថា after នេះវា 8pt ណានេះណា 8pt អញ្ចឹងនៅពេលដាក់0មកវិញវាចុចអូខេមកវានឹងកាប់ទៅចេះឬក៏អ្នកនេះអាចចូលទៅក្នុងកន្លែងនេះអ្នកនេះ remove ឡើងតែម្ដងលឿនជាងណាបាទ remove ឡើងតែម្ដងលឿនជាងយើងបាទចាំទៅកំណត់ឡើងហ្នឹងបាទចាឥឡូវខ្ញុំ control Z ទៅវិញបាទអ្នកនេះមួយទៀតតកតងទៅនឹងកន្លែងនេះបាទតកតងទៅនឹងកន្លែងនេះដូចខ្ញុំបង្ហាញនៅក្នុងកន្លែងនេះអ្នកនេះណាពេលយើងចុចមក single 1.5 double បើយើងទៅបាទ at least extra multi ទៅគឺដូចអ្នកនេះប្រើនៅក្នុងកន្លែងទាំងអស់នេះទម្រង់បែបនេះណាបាទអញ្ចឹងនេះ single ហើយ double ទៅបាទអញ្ចឹងវាតែពិតគេចេញជាលេខមកវិញប៉ុន្តែធៀបពិតអ្នកនេះអាចប្រើក្នុងនេះក៏បានប៉ុន្តែនៅក្នុងនេះក៏អ្នកនេះយើងវាបាក់បន្តិចណាបាទយើងវាបាក់បន្តិចពួកកាលណាយើងចុចទៅយើងអត់ដឹងថាប៉ុណ្ណេះប្រវាយណាទេចុចយើងអត់ដឹងទេចុចទៅចុចអូខេបានយើងឃើញថាប្រវាយនេះប៉ុន្តែបើអ្នកនេះប្រើនេះតែម្ដងលឿនជាងអ្នកនេះណាយើងក៏ដាក់ insertion point នៅក្នុង paragraph នោះមកបាទហើយយើងចុចឡើងតែម្ដងមកយើងមើលឃើញជាក់ស្ដែងតែម្ដងកន្លែងនេះអូខេបាទនេះគឺជារបៀបនៃការប្រើប្រាស់នៅ line spacing បាទជួបគ្នានៅវីដេអូបន្ទាប់បាទសូមជួយ subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតសូមអរគុណសូមជម្រាបលា